អ្នកណាជាប្អូនអ្នកណាជាក្មួយជីវិតក្រីក្រដោយពួកខ្ញុំគ្មានសាច់ញាតិបងប្អូនទេមានតែម្ដាយម្នាក់ប៉ុណ្ណោះមិនបាច់រំលឹកទេជីវិតអ្នកក្រដោយពួកខ្ញុំគ្មានគុណចំពោះអ្នកណាទេអញអ្នកណាដូចជាប្រញាប់តែណាបាទបងខ្ញុំមករកបងជលសាឲ្យជួយដឹកវត្ត័យទៅពេទ្យបន្តិចវត្ត័យឈឺពោះហើយបើមានអ្នកមកនៅជាមួយម៉ែហើយខ្ញុំសុំទៅនៅខាងប្តីហើយកូនស្រីកូនកុំធ្វើបែបហ្នឹងគ្រួសារយើងធ្លាប់រស់នៅដោយលំបាក3នាក់ម៉ែកូនភ្លេចហើយឬម៉ែដោយសារធ្លាប់តែលំបាកនឹងហើយទើបកូនចាំមិនភ្លេចនៅទង្វើដែលអ្នកមានគេធ្វើដាក់យើងឬម៉ែភ្លេចហើយធារីនិងជលសាម៉ែសំទោសជំនួសវត្ត័យផងទុកពេលឲ្យគេខឹងឲ្យអស់ចិត្តទៅពេលក្រោយគេនឹងដឹងចាស់ម៉ែខ្ញុំមិនប្រកាន់នឹងប្អូនស្រីទេមកពីពួកខ្ញុំជ្រុលពេកទៅបែបនេះវត្ត័យខំដើរទូនំលក់ដើម្បីជួយផ្ដល់ប្រាក់ឲ្យបងជលសាក្នុងការសិក្សារៀនសូត្រមករស់នៅទីនេះនិងដោយសារបងជលសានិយាយប្រាប់ទើបដឹងថាវត្ត័យគ្នាស៊ូដើម្បីបងនិងគ្រួសារតែវាជាកំហុសខាងខ្ញុំទេដែលមិនដឹងការពិតឥឡូវខ្ញុំដឹងហើយថ្ងៃណាមួយសង្ឃឹមថាគ្រួសារយើងនឹងរស់នៅជុំគ្នាដោយក្តីសុខសាន្តចលសាមកលេងស្រុកយូរហើយមិនក៏មិនមកលេងខ្ញុំផងឃើញលក្ខណៈរវល់ច្រើនមិនហ៊ានរំខានហើយម្យ៉ាងខាងខ្ញុំអាឡ័យរវល់ធ្វើការងារបន្តិចបន្តួចដែរហើយគិតថាចាំរកពេលណាមួយសមរម្យមកលេងបានកូនចៅប៉ុន្មានហើយជលសាបានកូន3នាក់ហើយបងស្រី1ប្រុស2យីការនៅរៀនជលសារៀនពូកែណាស់ខ្ញុំខំយ៉ាងណាក៏មិនឈ្នះដល់ពេលមានគ្រួសារក៏នៅតែពូកែជាងខ្ញុំទៀតខ្ញុំបាន2ដែរតែប្រុសទាំង2និយាយអញ្ចឹងមិនហើយការងាររកស៊ីនៅទីក្រុងនិយាយការពិតទៅមុខចំនួនខ្ញុំនៅទីក្រុងបរាជ័យហើយអស់រលីងពីខ្លួនសំបីតែផ្ទះក៏អស់ដែរអូមិនដល់ថ្នាក់ហ្នឹងនិយាយទៅវែងឆ្ងាយណាស់តែខ្ញុំមករស់នៅស្រុកស្រែសប្បាយម្យ៉ាងបើកុំតែជួបបញ្ហាកុំអីអត់បានភ្លក់រសជាតិអ្នកស្រែទេហើយថ្ងៃក្រោយបើទោះជាងើបឡើងវិញក៏ប្រហែលជាមិនទៅណាចោលស្រុកស្រែទេទៅណាក៏បានឲ្យតែមានចលសាត្រូវអត់បងនិយាយមួយម៉ាត់នេះចំជាត្រូវមែនតែកុំចង់រស់នៅបែបនេះអីមិនស្រួលទេរស់នៅបែបទីក្រុងទើបល្អចុះឥឡូវមានមុខរបរអីអាចរកស៊ីជាមួយគ្នាបានទេធ្លាប់រស់នៅទីក្រុងប្រហែលជាមានបទពិសោធន៍ច្រើនប៉ុន្មានខែនេះខ្ញុំបានស្រាវជ្រាវនិងចងក្រងនៅផែនការអាជីវកម្មដ៏សំខាន់មួយរងចាំពេលវេលាល្អមកដល់និងចាប់ផ្ដើមមើលមានផែនការអីប្រាប់គ្នាផងរឿងលុយកាក់កុំបារម្ភខាងខ្ញុំអ្នករ៉ាប់រងខ្ញុំជឿជាក់លើជលសាឯងហើយចំណេញចែកគ្នាស្មើបើវុធីនិងលក្ខិណាជឿជាក់លើខ្ញុំហើយមានន័យថាឱកាសល្អបានមកដល់ហើយតាខ្ញុំមានបំណងនាំយកផ្លែឈើនិងផលកសិកម្មស្រុកភូមិយើងទៅលក់នៅទីក្រុងកាលខ្ញុំគ្រប់គ្រងក្រុមហ៊ុនមុននោះខ្ញុំមានទំនាក់ទំនងល្អជាមួយអ្នកជំនួញធំជាច្រើនខ្ញុំគិតថានឹងទៅជួបពិភាក្សាការងារនេះជាមួយពួកគេនៅអាទិត្យក្រោយនេះហើយ
ជីវិតបែបនេះហើយអូនដូចបងធ្លាប់ប្រាប់អូនរាល់ដងអញ្ចឹងជីវិតដែលលំបាកអាចជារឿងល្អនៅថ្ងៃណាមួយបងធ្លាប់រស់នៅយ៉ាងលំបាកនៅស្រុកស្រែហើយក៏ធ្លាប់រស់នៅទីក្រុងទាំងលំបាកទាំងស្រណុកមានទាំងអស់ពេលត្រឡប់មករស់នៅស្រុកស្រែវិញបងធម្មតាតែបងសែនអាណិតអូនណាស់មិនគួរណាមកជួបការលំបាកជាមួយបងសោះយើងជាប្តីប្រពន្ធនឹងគ្នាទោះលំបាកយ៉ាងណាក៏ត្រូវតែតស៊ូជាមួយគ្នាបងទៅដល់ទីណាអូនក៏ត្រូវតែនៅទីនោះដែរចុះបើបងចូលរុនក្តាមអូនចូលតាមបងដែរចូលតាឲ្យតែបងចូលរួចតែឥឡូវគ្រួសារយើងបានធូរច្រើនហើយអូននិងកូនអរគុណបងខ្លាំងណាស់បងរីករាយណាស់ដែលមានប្រពន្ធល្អដូចអូនតាមពិតទៅបងបើគ្មានអូនដែលជាប្រពន្ធឆ្លាតនៅក្បែរនោះទេក៏មិនអាចក្រោកឡើងវិញបានដែរថ្ងៃនេះការងារយើងមិនសូវរវល់អូនគិតថាចង់ទៅលេងផ្ទះវតីហើយទិញអីផ្ញើបន្តិចឮថាវតីចិត្តគ្រប់ខែត្រៀមសម្រាប់កូនហើយតាមចិត្តអូនចុះតែក្រែងគេមិនស្ដីរកនោមតែខាតពេលសម្រាប់អូនជាដើមហេតុដែលធ្វើឲ្យវតីខឹងដូចនេះអូនត្រូវតែជាអ្នកផ្សះផ្សាឡើងវិញទោះជាវតីជេរដេញចេញពីផ្ទះអូនក៏មិនថាអីដែរហើយអូននឹងតាមសុំទោសគេរហូតទាល់តែគេលើកលែងឲ្យតាមចិត្តអូនចុះតោះកូនយើងទៅលេងផ្ទះមីងវតីអូនវតីប្អូនសាននេះបងទិញផ្លែឈើមកផ្ញើមិនហើយក្មួយបងក្នុងផ្ទៃនោះអ្នកណាជាប្អូនអ្នកណាជាក្មួយជីវិតក្រីក្រដូចពួកខ្ញុំគ្មានសាច់ញាតិបងប្អូនទេមានតែម្ដាយម្នាក់ប៉ុណ្ណោះវតីច្រើនឆ្នាំមកនេះប្អូននៅប្រកាន់ខឹងបងដល់ថ្នាក់នេះបងមិនភ្លេចគុណប្អូនទេបើគ្មានប្អូនបងក៏មិនអាចរៀនចប់ដែរមិនបាច់រំលឹកទេជីវិតអ្នកក្រដូចពួកខ្ញុំគ្មានគុណចំពោះអ្នកណាទេអូនកុំខឹងពេកគិតដល់សុខភាពផងហើយគិតដល់កូនក្នុងផ្ទៃផងកុំឲ្យកូនកើតមកមុខមិនស្អាតត្រូវហើយអូនបើអូនខឹងពួកបងគួរតែអូនគិតដល់កូនក្នុងផ្ទៃប្អូនសាននិយាយត្រូវបាទថ្លៃថ្នូរអាណិតកូនខ្ញុំចូលអ្នកទាំងអស់គ្នាចេញពីផ្ទះខ្ញុំទៅបើវត្តមានពួកបងនាំឲ្យប្អូនមិនសប្បាយចិត្តបងទៅវិញហើយសានបើមានការអីប្រាប់បងមកបងរងចាំជួយប្អូនជានិច្ចពួកគេមើងងាយម៉ែខ្លាំងណាស់គេបានមានគេភ្លេចអស់ហើយគ្រាក្រតាមពិតអូនស្រឡាញ់បងប្រុសខ្លាំងណាស់ហេតុអីអូនមិនអភ័យទោសឲ្យគាត់បងប្រុសក៏ដឹងកំហុសដែរអូនឃើញទេរាល់ពេលមកសុំទោសអូនតែងតែស្ដីថាឲ្យគាត់រហូតតែគាត់មិនប្រកាន់ខឹងនឹងអូនទេនោះមកពីគាត់ស្រឡាញ់អូននិងដឹងពីកំហុសដែលគាត់មិនអាចការពារអូននិងម៉ែបានខ្លួនជាឪពុកណាអូនពេលនោះបើគាត់ប្រឆាំងនឹងប៉ាក្មេកគាត់គឺគាត់ត្រូវប្រត់ប្រាស់គ្រួសារបងធារីគាត់តាមឪពុកគាត់ចំណែកបងជលសាបានត្រឹមតែមើលមុខកូនសម្រក់ទឹកភ្នែកម្ខាងប្អូនស្រីនិងម្ដាយដែលគាត់ស្រឡាញ់ស្មើជីវិតម្ខាងកូនដែលគាត់ស្រឡាញ់ស្មើជីវិតតើឲ្យគាត់សម្រេចចិត្តយ៉ាងណារឿងនេះគាត់ជាអ្នកប្រាប់បងដោយផ្ទាល់គាត់ថាបើគាត់ហ៊ានតែតតាំងគឺគេឲ្យចេញតែខ្លួនមិនអាចយកកូនមកជាមួយឡើយរឿងនេះគាត់បានប្រាប់បងកុំឲ្យប្រាប់អូនតែបងមិននិយាយអូននៅតែមិនដឹងបងនិយាយតាមត្រង់ចុះអូនក៏ខ្លាំងដែរអូនមិនយល់ពីការលំបាកបងប្រុសអូនសោះហើយតាមទាំងឌៀមដាមឌឺដងបញ្ឈឺចិត្តគាត់ទៀតបើគេផ្សេងមិនព្រមតាមត្រដល់ថ្នាក់នេះទេអូនគិតមើលទៅគាត់ល្អនឹងអូនប៉ុណ្ណាតាំងពីតូចមកមានតែអូនទេទើបដឹងច្បាស់ពេលគាត់ហៅបងទៅធ្វើការជាមួយក្រែងបានប្រាក់គ្រាន់ចិញ្ចឹមជីវិតតែអូនមិនព្រមពេលគាត់ផ្ដល់លុយកាក់ជួយគ្រួសារអូនមិនព្រមប
បងនិយាយនេះមិនមែនបន្ទោសអូនទេអូនធ្វើនេះមិនខុសទេតែអូនគួរតែអាណិតដល់គាត់ផងសម្រាប់អូនបងធានាថាគាត់នឹងតាមអង្វរអូនដល់ថ្ងៃស្លាប់ទោះជាអូនមិនស្ដីរកគាត់ក៏ដោយ ម៉ែអើយអូនវតីចិត្តដាច់ណាស់ជាច្រើនឆ្នាំមកហើយគេនៅតែមិនព្រមនិយាយរកខ្ញុំនិងបងជលសាសោះម៉ែក៏បញ្យល់ណែនាំវាដែរតែវាថាដាច់ខាតហើយមិនអីទេកូនក៏យល់ចាំមើលក្រែងថ្ងៃណាមួយវាគិតត្រូវឡើងវិញអញអ្នកណាដូចជាប្រញាប់តែណាកូនជួយមើលដូចកូនសាណែ ម៉ែបងធីរីបងជលសាទៅណាហើយ មែនហើយម៉ែប្អូនសានមានការអីបានជាប្រញាប់ម្លេះ បាទបងខ្ញុំមករកបងជលសាឲ្យជួយដឹកវត្ត័យទៅពេទ្យបន្តិចវត្ត័យឈឺពោះហើយ